ជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាដែលជាប្រជាកសិករបាទឥឡូវនេះបាវកដេបកដប់ហ្នឹងគឺជាស្រូវពូជបាទហើយនេះគឺជាម៉ាស៊ីនព្រោះស្រូវអសុរកាយបាទមានពណ៌ highlight ពណ៌ស្លាទុំបាទឥឡូវនេះកំពុងតែនៅកណ្ដាលវាលស្រែដីប្រមាណជាង70ហិកតាបាទរៀបចំដើម្បីធ្វើការព្រោះស្រូវបច្ចេកម៉ាស៊ីនរួចរាល់ក៏ចាប់ផ្ដើមលើកស្រូវពូជដើម្បីព្រោះយកតែម្ដងបាទហើយនេះគឺជាសកម្មភាពបតាមវាលស្រែហើយព្រោះស្រូវអញ្ចឹងมันខុសពីបងប្អូនប្រជាកសិករដែលបានធ្វើស្រែចម្ការគឺយើងព្រោះស្រូវប៉ុន្តែនេះគឺបង្កើនល្បឿនក្នុងការព្រោះស្រូវក្នុងមួយថ្ងៃបានចន្លោះពី15ទៅ20ហិកតាជាមួយនឹងកន្លងកង់រត់ក្នុងដានតែមួយបងប្អូនហើយនេះគឺជាសកម្មភាពលើផ្ទៃដីធំរបស់បងប្អូនដែលជាអតិថិជនរបស់យើងគាត់បានព្រោះស្រូវប្រើកម្លាំងតែម្នាក់ឯងជាមួយនឹងតកងម្នាក់ទៀតហើយនេះគឺជាកាមេរ៉ាដែលគាត់បានថតទេសភាពអញ្ចឹងសរុបទៅក្នុងវីដេអូមានគ្នា3នាក់សម្រាប់បងប្អូនប្រជាកសិករដែលត្រូវការម៉ាស៊ីនព្រោះស្រូវបាញ់ថ្នាំបាជីកុំភ្លេចតាក់ទងមកខ្ញុំតាមរយៈ Facebook TikTok YouTube